បងខ្ញុំសុំសួរមួយឡានមុនពេលប្រកបឲ្យភ្ញៀវយើងគ្រាន់តែលាងសម្អាតឲ្យបានស្អាតតែប៉ុណ្្នឹងមែនបងអត់ទេឡានមុនពេលដែលយើងបកគោលឲ្យភ្ញៀវយើងត្រូវរៀបចំឡានណាជាច្រើនដំណាក់កាលឥឡូវមកនេះចាំបងប្រាប់ជំហានទី1គឺយើងចាក់សាំងឬចាក់ប្រេងមកពេញគ្រប់ឡានដែលចេញពី ABS Cambodia គឺតែងតែមានសាំងឬប្រេងពេញអញ្ចឹងភ្ញៀវពេលដែលគាត់យកទៅគឺគាត់យកទៅជិះភ្លាមហ្មងគឺគាត់មិនបាច់ពិបាកយកឡានយកទៅចាក់សាំងឬប្រេងម្ដងទៀតទេជំហានទី2សម្អាតឡានការសម្អាតត្រូវបានអនុវត្តទាំងខាងក្នុងនិងទាំងខាងក្រៅដោយហ្មត់ចត់ហើយផ្ដោតលើអនាម័យដើម្បីផ្ដល់អារម្មណ៍ផាសុកភាពនិងទំនុកចិត្តនៅពេលធ្វើដំណើរជំហានទី3ពិនិត្យឯកសារក្នុងឡានក្រុមការងារយើងខ្ញុំនឹងធ្វើការត្រួតពិនិត្យឯកសារសំខាន់ៗទាំងអស់នៅក្នុងឡានដូចជាឯកសារឡានគុណផ្លូវនិងកាតគ្រីដើម្បីធានាថាមានភាពត្រឹមត្រូវហើយនិងស្របតាមច្បាប់ជំហានទី4ពិនិត្យឧបករណ៍ចាំបាច់ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរក្រុមការងារនឹងត្រួតពិនិត្យឧបករណ៍ចាំបាច់ទាំងអស់រួមមានដូចជាឧបករណ៍កៅអង្គុយឧបករណ៍សណ្ដោងឆាត់ឧបករណ៍ដោយកង់និងកង់សង្កួរដែលត្រូវតែមានសភាពល្អហើយនឹងអាចប្រើប្រាស់បានចំពោះជំហានទី5គឺយើងពិនិត្យទៅលើផ្នែកម៉ាស៊ីនចំពោះផ្នែកម៉ាស៊ីនគឺយើងឆែកមើលយ៉ាងលម្អិតដោយយើងពិនិត្យមើលដូចជាគុយខ្សែពានទឹកស្អំទឹកលាងកញ្ចក់ឆែកមើលទាំងពីប្រេងម៉ាស៊ីនហើយនឹងឆែកមើលពីសភាពកង់ទាំង4ទៀតផងបន្ទាប់ពីឆែកមើលម៉ាស៊ីនចប់យើងចូលដល់ជំហានទី6គឺយើងពិនិត្យមើលផ្នែកខាងក្នុងម្ដងអញ្ចឹងនៅកន្លែងនេះគឺក្រុមការងារក៏ធ្វើការតេស្តនៅមុខងារទាំងអស់នៅក្នុងឡានហ្នឹងគឺដូចជាម៉ាស៊ីនត្រជាក់ហើយការភ្ជាប់ connection ជាមួយនឹងទូរស័ព្ទតេស្តតាំងពីសំឡេង speaker ការតេស្តផ្លិតទឹកមុខក្រោយការសេរីកញ្ចក់ទាំង touch screen ហើយនឹងមានការតេស្តប្រព័ន្ធភ្លើងនានាទៀតផងចំណែកឯជំហានចុងក្រោយគឺជំហានទី7គឺការត្រួតពិនិត្យជាមួយអតិថិជនអញ្ចឹងមុនពេលដែលយើងបកគោឡានក្រុមការងារនឹងធ្វើការត្រួតពិនិត្យចុងក្រោយជាមួយអតិថិជនដោយពន្យល់ពីសភាពឡានមុខងារប្រើប្រាស់ហើយនឹងឆ្លើយតបនៅសំណួរផ្សេងៗដើម្បីផ្ដល់ជូននៅទំនុកចិត្តជូនអតិថិជនអញ្ចឹងគ្រប់ជំហានទាំងអស់នេះគឺត្រូវបានអនុវត្តឡើងដោយយកចិត្តទុកដាក់ពីក្រុមការងាររបស់ ABS Cambodia ដើម្បីឲ្យប្រកាសថារថយន្តដែលភ្ញៀវយកទៅប្រើគឺស្អាតមានសុវត្ថិភាពមានអនាម័យហើយជាពិសេសគឺត្រៀមរួចរាល់សម្រាប់ភ្ញៀវយកទៅប្រើភ្លាមៗតែម្ដង